អត្ថបទនិយាយអំពីមជ្ឈដ្ឋានភូមិសាស្ត្រនិងដើមកំណើតជនជាតិខ្មែរ 1. មជ្ឈដ្ឋានភូមិសាស្ត្រប្រទេសកម្ពុជាមានទីតាំងស្ថិតនៅក្នុងអុកទ្វីបឥណ្ឌូចិននៅចំកណ្ដាលតំបន់អាស៊ីអាគ្នេយ៍ដីគោកមជ្ឈដ្ឋានភូមិសាស្ត្ររបស់ខ្លួនអាចចាត់ទុកជាកូឆ្នេរនៃអន្តរកម្មក៏ដែលមានលក្ខណៈពិសេសជាច្រើនទីតាំងយុទ្ធសាស្ត្រក្នុងសម័យដែលរុងរឿងបំផុតទឹកដីខ្មែរបានលាតសន្ធឹងមួយភាគធំនៃអាស៊ីអាគ្នេយ៍ដីគោកក្រៅពីប្រទេសខ្មែរបច្ចុប្បន្នទឹកដីកូសាំងស៊ីនទាំងមូលផ្នែកខាងត្បូងនិងកណ្ដាលនៃប្រទេសលាវនិងផ្នែកខាងកើតប្រទេសថៃក៏ជារបស់ខ្មែរដែរហើយមានពេលខ្លះអំណាចខ្មែរបានលាតសន្ធឹងរហូតដល់ជ្រោយម៉ាឡាយូនិងប្រទេសភូមាថែមទៀតផងទន្លេមេគង្គនិងបឹងទន្លេសាបទន្លេមេគង្គដែលហូរកាត់ប្រទេសជាប្រភពជីវិតដ៏សំខាន់ដោយផ្ដល់នូវល្បាប់និងជាដង្ហើមទឹកសម្រាប់កសិកម្មបឹងទន្លេសាបគឺជាបឹងទឹកសាបធម្មជាតិធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍និងជាប្រភពត្រីដ៏សំខាន់ដែលធ្វើឲ្យកម្ពុជាមានឈ្មោះថាប្រទេសអាំងត្រីរដូវវស្សាធ្វើឲ្យបឹងនេះពង្រីកផ្ទៃដីយ៉ាងខ្លាំងបង្កើតប្រព័ន្ធអេកូឡូស៊ីដ៏ពិសេសដែនដីភ្នំនិងខ្ពង់រាបនិរតីនិងខ្ពង់រាបឥណ្ឌូចិនខាងកើតព័ទ្ធជុំវិញតំបន់វាលទំនាបកណ្ដាលដែលជាកន្លែងដែលប្រជាជនភាគច្រើនរស់នៅភ្នំដងរែកនិងភ្នំក្រវាញគឺជាខ្សែក្រវ៉ាត់ធម្មជាតិដ៏សំខាន់ឆ្នេរសមុទ្រកម្ពុជាមានឆ្នេរសមុទ្រខ្លីនៅឈូងសមុទ្រថៃដែលមានផ្លូវចេញទៅមហាសមុទ្រដែលមានឥទ្ធិពលយ៉ាងខ្លាំងដល់ពាណិជ្ជកម្មនិងវប្បធម៌តាមផ្លូវសមុទ្រមជ្ឈដ្ឋានភូមិសាស្ត្រនេះជាមូលដ្ឋានដ៏សំខាន់សម្រាប់ការកើតនិងរីកចម្រើននៃអរិយធម៌ខ្មែរដោយផ្ដល់នូវសក្តានុពលសិកម្មយៈនិងភាពងាយស្រួលក្នុងការតាក់ទងជាមួយអរិយធម៌ដទៃ 2. ដើមកំណើតជាតិខ្មែរដើមកំណើតជាតិខ្មែរគឺជាលទ្ធផលនៃការរួមបញ្ចូលគ្នារវាងក្រុមជនជាតិដើមនិងឥទ្ធិពលពីខាងក្រៅការសិក្សាបានបែងចែកដូចខាងក្រោមជនជាតិដើមតាំងពីសម័យបុរេប្រវត្តិសាស្ត្រដែនដីនេះមានការរស់នៅរបស់មនុស្សមកមុនប្រវត្តិសាស្ត្រដែលជាអ្នកដែលចេះធ្វើកសិកម្មនិងរក្សាសត្វពួកគេជាប់តាក់ទងនឹងក្រុមអូស្ត្រូអាស៊ីដូចជាក្រុមភ្នងនិងគួយដែលរស់នៅលើដែនដីនេះមុនការមកដល់នៃក្រុមអូស្ត្រូនេស៊ីការមកដល់នៃក្រុមអូស្ត្រូនេស៊ីម៉ាឡាយ៉ូប៉ូលីនេស៊ីនៅយុគសម័យដែកក្រុមជនជាតិដែលនិយាយភាសាអូស្ត្រូនេស៊ីដែលជាប់ញាតិនឹងជនជាតិម៉ាឡេជ្វីជាដើមបានធ្វើចំណាកស្រុកពីតៃវ៉ាន់ឬចិនភាគខាងត្បូងមកកាន់ឥណ្ឌូចិនសូមអរគុណច្រើនសូមបន្តវីដេអូភាគ2